ណាខ្ញុំមកបង្រៀនតកតងជាមួយនឹងexercise ទី6ចឹង Python យើងទី6តែ variable ដែលប៉ុន្តែថ្ងៃនេះស្រួលជាងថ្ងៃនេះស្រួលយើងធ្វើឲ្យគ្រប់រូបជាតិឲ្យសម្រាប់ពួកយើងរៀនណាអញ្ចឹងតកតងជាមួយនឹងខ្ញុំផ្ដើមដោយ hashtag នឹងឯងណាអត់ទេតកតងជាមួយនឹង variable អញ្ញាតឲ្យស្មើគ្នាណាអញ្ចឹង x ត្រូវឲ្យស្មើជាមួយ y ណាតមកឲ្យស្មើជាមួយនឹង z ណាបន្ទាប់មកទៀតឲ្យស្មើជាមួយ a ឲ្យស្មើជាមួយនឹង b អញ្ចឹងខ្ញុំឲ្យវាតម្លៃ value វាស្មើ5បន្ទាប់មកទៀតខ្ញុំចង់ព្រីនតម្លៃមួយឧទាហរណ៍ថាខ្ញុំដាក់ my hat អញ្ចឹងចុះណា my hat នេះ my hat ណាបើថា my hat អញ្ចឹងនៅពេលដែលខ្ញុំ variable ប៉ុណ្ណឹងនៅពេលដែលខ្ញុំចង់ print តម្លៃណាខ្ញុំ print តម្លៃអញ្ចឹងខ្ញុំ print តម្លៃគឺយើងត្រូវ print ទាំងអស់ហ្នឹងដូចគ្នាណាត្រូវ print ណាអញ្ចឹងយើង print តម្លៃអីគេយើង print តម្លៃរបស់ x ណាតមកទៀតយើងត្រូវ print តម្លៃរបស់ណា print តម្លៃរបស់ y ឃើញទេ print តម្លៃរបស់ y ណាតមកទៀតយើងត្រូវ print គ្រប់តម្លៃទាំងអស់ print តម្លៃរបស់z ណារបស់ z តមកទៀតខ្ញុំត្រូវ print តម្លៃរបស់a ដោយសារយើងមាន5 character 5អក្សរដែលយើង variable ណាតមកទៀតគ្រូ print តម្លៃរបស់អីគេអូខេរបស់b ណារបស់ b នៅពេលដែលយើង variable x equal to y equal to z equal to a equal to b equal to my hat អញ្ចឹងយើង print តម្លៃទាំង5ហ្នឹងមានន័យថា variable 5ត្រូវ print 5អញ្ចឹងនៅពេលហ្នឹងយើង save ខ្ញុំ save ហើយដោយសារវា extend ទៅ .numpy exercise 6នេះណាអញ្ចឹងនៅពេលដែលយើងទៅ save ប៉ុណ្ណឹងបានយើងសាក compile មើលមានថាយើងត្រូវ run វាចុច run មកអូខេយើងឃើញទេមានថានៅពេលដែលយើង run នេះ code ដែលវាបោះមកលឿនបោះឲ្យយើងមាន5នឹងហ្មងមាន my hat 5យើង value វាមាន5មាន variable 5ពេល print 5វាចេញមក5វាមាន my hat 5ដងអូខេទាំងអស់គ្នាវីដេអូពូចេញប៉ុណ្ណឹងងាយរៀនយល់តទៅមួយ basic របស់ Python អញ្ចឹងប្រឹងរៀន Python វាអាចខ្លាយជាភាសាមួយដែលឈានមុខគេលើពិភពលោកហើយដោយសារតែវាតកតងជាមួយ data analysis big data តកតងជាមួយនឹង AI តកតងជាមួយ machine learning ណាហើយបើយើងខ្លាំង Python មានថាអនាគតទៅអាចខ្លាយជា web developer ណាអាចខ្លាយជា full stack ប្រាក់ខែច្រើនណានៅអាមេរិកប្រាក់ខែជាង 100000 នៅខ្មែរយើងក៏ខែចូលចិត្ត 10000 ដែរណាអញ្ចឹងប្រឹងប្រែងរៀនដើម្បីខ្លាយជា full stack ទាំងអស់គ្នាណា